សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងចែករំលែកបងប្អូនចេះអំពីរបៀបក្នុងការផ្សំផ្សំចំណីដើម្បីឲ្យមាន់ស៊ីទៅឲ្យមាន់សុខភាពល្អនិងធំធាត់លឿនផងដែរបាទអញ្ចឹងសម្រាប់បងប្អូនថ្មីសូមបងប្អូនសូមជួយចុច Subscribe ដើម្បីទទួលបានចំណេះដឹងបន្ថែមអំពីការចិញ្ចឹមមាន់ក៏ដូចជាធ្វើការលើកទឹកចិត្តឲ្យខ្ញុំបង្កើតនៅវីដេអូថ្មីបន្ថែមទៀតដើម្បីចែករំលែកឲ្យបងប្អូនផងដែរបាទចឹងខ្ញុំសូមអធិស្ឋានទុកជាមុនចំពោះរាល់ពាក្យពេចន៍លឺលួសខ្វះខាតត្រង់កន្លែងណាមួយសូមបងប្អូនអធិស្ឋានផងដែរបាទចឹងនៅក្នុងវីដេអូនេះគឺមានសារៈសំខាន់ណាស់សម្រាប់បងប្អូនដែលគាត់ធ្វើការចិញ្ចឹមមាន់មិនថាចិញ្ចឹមបែបលក្ខណៈគ្រួសារឬក៏ចិញ្ចឹមបែបកសិដ្ឋាននោះទេបាទចឹងបងប្អូនគួរតែយល់ដឹងអំពីការផ្សំចំណីដើម្បីឲ្យកូនមាន់បាទមិនថាមាន់ទូចឬក៏មាន់ធំបងប្អូនគួរតែធ្វើវាទៅបាទចេះខ្ញុំផ្សំចំណីនេះគឺសម្រាប់មាន់ដែលអាយុលើសពី21ថ្ងៃបាទអញ្ចឹងខ្ញុំតែងតែផ្សំវាជាមួយនឹងធាងល្ហុងបាទធាងល្ហុងបាទយើងប្រើពី3ស្លឹកហ្នឹងទៅហើយយើងមានផ្លែននោងបាទអញ្ចឹងថ្ងៃនេះខ្ញុំធ្វើសម្រាប់ឲ្យវាស៊ីបាទអញ្ចឹងនៅក្នុងអត្ថប្រយោជន៍នៅក្នុងការធ្វើចំណីដោយលាយជាមួយនឹងធាងល្ហុងបាទអញ្ចឹងធាងល្ហុងគឺជារុក្ខជាតិបាទរុក្ខជាតិមួយប្រភេទដែលប្រជាកសិករបាទមិនថានៅស្រុកស្រែឬក៏ទីតាមជុំជនគឺតែងតែមានហើយបាទតែងតែមានធាងល្ហុងនេះគឺជាថ្នាំបែបបុរាណដែលបងប្អូនមួយចំនួនគាត់ដឹងនិងបងប្អូនមួយចំនួនទៀតគាត់មិនទាន់ដឹងអំពីអត្ថប្រយោជន៍នេះទេបាទអញ្ចឹងខ្ញុំនឹងប្រាប់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់នៅការផ្សំចំណីជាមួយធាងល្ហុងនិងផ្លែននោងបាទសម្រាប់ធាងល្ហុងគឺជារុក្ខជាតិមួយប្រភេទបាទដែលជាថ្នាំបាទជាថ្នាំសម្រាប់មនុស្សនិងសត្វផងដែរបាទអញ្ចឹងសម្រាប់មនុស្សគឺយើងអាចប្រើធាងល្ហុងហ្នឹងធ្វើជាភេសជ្ជៈដែលងាយធ្វើតែវាមានប្រសិទ្ធភាពខ្ពស់បាទអញ្ចឹងការណែនាំបានបង្ហាញថាបើលោកអ្នកទទួលទានតទៅនឹងភេសជ្ជៈដែលផ្សំពីស្លឹកល្ហុងនោះបាទបងប្អូននឹងទទួលបានសារៈប្រយោជន៍ដូចជាច្រើនបាទដូចជាបាទទី1គឺបន្សុទ្ធជាតិពុលបាទទប់ស្កាត់នៅជំងឺមហារីកនិងកាត់បន្ថយជាតិខ្លាញ់នៅក្នុងថ្លើមបាទទី2គឺបាទផលិតបាទផ្លាកែតឈាមបាទអញ្ចឹងបងប្អូនមួយចំនួនគាត់ស្គាល់ហើយបាទទី3គឺជួយដល់ប្រព័ន្ធរំលាយអាហារបាទទី4គឺពង្រឹងប្រព័ន្ធទាក់ទងនឹងភាពស៊ាំបាទនិងប្រឆាំងជំងឺដូចជាជំងឺគ្រុនចាញ់ជំងឺគ្រុនឈាមនិងមហារីកផងដែរបាទហើយវាជួយឲ្យបងប្អូនដែលជាស្ត្រីគឺឲ្យរដូវមកទៀងទាត់បាទបងប្អូនគួរតែទទួលទានវាទៅបាទហើយមួយទៀតគឺប្រឆាំងតាក់ទងទៅនឹងរលាកនិងជំរុញកម្រិតធម្មពលក្នុងរាងកាយផងដែរបាទនិងកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមនិងជួយដល់សុខភាពបេះដូងបាទអញ្ចឹងសម្រាប់មនុស្សរបៀបធ្វើបងប្អូនគ្រាន់តែយកបាទស្លឹកល្ហុងមួយក្តាប់បាទពូតយកទឹកហើយចាក់ចូលក្នុងទឹកសុទ្ធតែមួយកែវចំណុះ250មីលីលីត្រហ្នឹងរួចបងប្អូនរក្សាទុកក្នុងទូទឹកកកហ្នឹងកន្លែងដែលមិនកករយៈពេល4ទៅ5ថ្ងៃបាទហើយបន្ទាប់មកបងប្អូនបាទរក្សាទុកតាមការណែនាំរួចបងប្អូនអាចយកមកទទួលទានក្រោយបាយថ្ងៃត្រង់ទៅបាទបងប្អូនអាចទទួលទានបានហើយកាប់មាន់គឺដូចគ្នាអញ្ចឹងគឺមានប្រសិទ្ធភាពបាទដូចដែលយើងប្រើវាគឺដូចថាយើងចិញ្ច្រាំវាទៅចិញ្ច្រាំវាម៉ត់បាទបន្ទាប់មកយើងលាយជាមួយទឹកក៏បានឬក៏លាយជាមួយចំណីឲ្យវាស៊ីក៏បានដែរបាទអាហ្នឹងគឺអត្ថប្រយោជន៍សម្រាប់ស្លឹកល្ហុងបាទអញ្ចឹងចំពោះផ្លែននោងវិញគឺបាទផ្លែននោងខ្ញុំប្រើតែមួយផ្លែទេដោយសារខ្ញុំដាំនៅក្រោយផ្ទះនៅគៀនលបងហ្នឹងគឺវាផ្លែច្រើនបាទខ្ញុំញ៉ាំអត់ទាន់ខ្ញុំបេះវាដើម្បីធ្វើជាចំណីសម្រាប់មាន់ផងដែរបាទអញ្ចឹងវាជារុក្ខជាតិមួយយ៉ាងដែលបងប្អូនជាកសិករគាត់តែងតែដាំសម្រាប់ធ្វើជាបន្លែបាទបន្លែធម្មជាតិដែលមានរសជាតិបាទឈ្ងុយឆ្ងាញ់បាទបងប្អូនអាចធ្វើជាម្ហូបឬក៏ជាបាទធ្វើជាចំណីសម្រាប់ឲ្យសត្វបាទវាស៊ីក៏បានបាទអញ្ចឹងអត្ថប្រយោជន៍នៃផ្
ផ្លែដំណងវាផ្ដល់អត្ថប្រយោជន៍ជាច្រើនយ៉ាងបាទសម្រាប់សុខភាពគឺផ្លែដំណងជាបន្លែមួយប្រភេទដែលមានប្រយោជន៍ដល់សុខភាពដូចជាបាទទី1គឺជួយដូចជាជួយការព្យាបាលនៅអាការៈទាក់ទងនឹងគ្រុនក្តៅបាទគ្រុនក្តៅបាទទី2គឺជាតិបាទរំអិលរបស់ដំណងនឹងជួយការពារនិងព្យាបាលអាការៈឈឺសន្លាក់ផងដែរបាទចំណុចទី3គឺបង្កើតនៅដូចជាបងប្អូនដែលគាត់ទើបតែសម្រាលកូនបងប្អូនអាចញ៉ាំដំណងនេះទៅគឺបង្កើតទឹកដោះដល់ស្ត្រីក្រោយពេលសម្រាលកូនរួចបងប្អូនអាចធ្វើតាមរបៀបនេះទៅបាទមួយទៀតគឺជួយព្យាបាលជំងឺផ្ដាសាយនិងក្អកផងដែរបាទវាជួយដូចជាព្យាបាលឈឺបំពង់កដោយច្របាច់យកទឹកបាទបន្ទាប់មកលាយជាមួយនឹងស្ករបាទបងប្អូនអាចញ៉ាំវាមួយថ្ងៃមួយស្លាបព្រាទៅបាទវាកាត់បន្ថយបាទវានឹងជួយឬថាព្យាបាលនៃជំងឺឈឺកកបងប្អូនហើយបងប្អូនជាសះស្បើយផងដែរបាទមួយទៀតគឺវាជួយដូចជាព្យាបាលអាការៈបាទឈឺសរសៃដោយបងប្អូនយកវាទៅច្របាច់បាទយកទឹកបន្ទាប់មកយកទៅបាទកម្ដៅដើម្បីយកទឹកវាមកញ៉ាំកុំឲ្យលើសពី100មីលីលីត្រក្នុងមួយថ្ងៃបាទសម្រាប់សត្វវិញគឺមានអត្ថប្រយោជន៍ដូចគ្នាអញ្ចឹងបាទយើងមានបន្លែធម្មជាតិបន្លែពណ៌បៃតងហ្នឹងបងប្អូនគួរតែយកមកឲ្យវាស៊ីទៅបាទវាជួយឲ្យមាន់របស់បងប្អូននៅថាទទួលបានវីតាមីននិងជីវជាតិគ្រប់គ្រាន់ដើម្បីទ្រទ្រង់នៅសុខភាពបាទមាន់របស់បងប្អូនឲ្យបានធំធាត់និងពួកវិធីក្នុងការធ្វើនេះគឺអត់មានអីពិបាកទេបាទអត់មានអីពិបាកទេបងប្អូនគ្រាន់តែយកធាងល្ហុងបាទស្លឹកល្ហុងហើយជា2ធាងទៅហើយចិញ្ច្រាំវាម៉ត់បាទចិញ្ច្រាំវាម៉ត់បើយើងចិញ្ច្រាំអត់ម៉ត់ធ្វើឲ្យដូចថាមាន់បាទកូនមាន់របស់បងប្អូនស៊ីទៅវាស្លាក់កបាទអញ្ចឹងបងប្អូនចិញ្ច្រាំវាម៉ត់តិចទៅបាទហើយប្រសិនបើបងប្អូនមានម៉ាស៊ីនបងប្អូនប្រើម៉ាស៊ីនជាការល្អបាទអញ្ចឹងដាក់ក្នុងម៉ាស៊ីនទៅវាម៉ត់បាទវាម៉ត់ល្អហើយមួយទៀតគឺផ្លែដំណងបងប្អូនគួរតែប្រើដំណងបាទធម្មជាតិដែលបងប្អូនមានហ្នឹងបាទចិញ្ច្រាំវាដូចគ្នាចិញ្ច្រាំឲ្យម៉ត់ល្អធ្វើយ៉ាងណាកុំឲ្យធំពេកដើម្បីកុំឲ្យមាន់ស៊ីទៅវាឆ្លាក់បាទអញ្ចឹងដំណងគឺជាបន្លែដែលបងប្អូនបាទមួយចំនួនគឺស្គាល់ហើយបាទអញ្ចឹងវាអត់មានអីពិបាកក្នុងការធ្វើទេបងប្អូនគួរតែយកវត្ថុធាតុដើមទាំងពីរមុខហ្នឹងបាទច្បល់ជាមួយនឹងចំណីបាទដែលខ្ញុំលាយស្រេចបាទដូចនៅក្នុងវីដេអូមុនហ្នឹងខ្ញុំយកចំណីដែលខ្ញុំលាយស្រេចហ្នឹងមានដូចជានៅក្នុងហ្នឹងមានដូចជាចំណីបាទចំណីមាន់បាទចំណីជ្រូកចុងអង្គរកន្ទក់បាទហើយថ្នាំវីតាមីនបាទអំបិលអញ្ចឹងទៅខ្ញុំលាយនៅក្នុងចំណីនឹងស្រេចបាទគ្រាន់តែបងប្អូនច្បល់វាទៅច្បល់វាឲ្យសព្វបន្ទាប់មកបងប្អូនដាក់ឲ្យមាន់ស៊ីទៅជាការស្រេចបាទជាការស្រេចអញ្ចឹងអត់មានអីពិបាកទេបាទចឹងនៅក្នុងវីដេអូនេះខ្ញុំលើកទឹកចិត្តឲ្យបងប្អូនដូចថាធ្វើវាដើម្បីឲ្យវាស៊ីទោះបីជាបងប្អូនអត់មានដូចជាធាងល្ហុងឬក៏ននោងបងប្អូនអាចប្រើនៅជាបន្លែធម្មជាតិផ្សេងដូចជាត្រកួនបាទត្រកួនផ្ទីស្ពៃអីហ្នឹងឬក៏ដើមចេកដែលបងប្អូនគឺថាដួលឬក៏វាផ្លែហើយបងប្អូនគួរតែកាប់វាទៅចិញ្ច្រាំឬក៏កិនបាទឲ្យវាម៉ត់ទៅលាយជាមួយនឹងចំណីដែលបងប្អូនមានបាទឲ្យវាស៊ីទៅបាទអត់មានអីដែលត្រូវថាស្មុគស្មាញទេបាទហើយក្នុងការផ្ដល់ចំណីបងប្អូនគួរតែផ្ដល់ចំណីឲ្យបានគ្រប់គ្រាន់និងទៀងទាត់ពេលវេលាបើថាបងប្អូនគឺសម្រាប់មាន់ដែលថាអាយុលើសពី21ថ្ងៃបងប្អូនផ្ដល់ឲ្យវាស៊ី3ដងអញ្ចឹងទៅបាទធ្វើយ៉ាងណាកុំឲ្យដូចថាច្រើនពេកឬក៏តិចពេកយើងផ្ដល់ឲ្យវាស៊ីមកល្មមបានហើយបាទមួយទៀតគឺការផ្ដល់ទឹកបាទទឹកហ្នឹងគឺសំខាន់បងប្អូនគួរតែផ្ដល់វាឲ្យបានទៀងទាត់បើថាទឹកស្អាតជាប្រចាំកុំឲ្យដាច់ឲ្យសោះបាទកាលណាមាន់វាខ្វះទឹកបាទក្នុងរយៈពេល24ម៉ោងវាអាចនឹងងាប់បាទវាអាចនឹងងាប់បាទអញ្ចឹងសម្រាប់មាន់បងប្អូននៅថាចង់ឲ្យមាន់ធំលឿនមិនសំដៅទៅលើការប្រើប្រាស់ចំណីឬក៏ផ្ដល់ចំណីឲ្យមាន់ស៊ីឲ្យបានឆ្អែតនោះទេគឺ
cứ miên cả ta chỉ chờ tiết để mình đào lại mòn ở bông ôn rồi ta chắp thùng lươn cứ bông ôn cu tay thưa tệ tôn từ nâng à máy bà nà máy cứ miên sạ sầm khăn à bà sân ba bông ôn mình thưa cả nà máy bà bông ôn đừng tại đại chùm này có đau tật ở Việt Pháp nú vì mình đã thà ở mòn bông ôn thôm đây bà chứ mà đào lại mòn bông ôn chư được bên đây bà chứ một bông cu tại cái nông ca để chia sầm át bà từng nông trung từng cào trung bọc ra về xa tới bà từng mụ mòn từng sầm ram sim sen ơi rồi lúi bà bông ôn cu tại bà thưa cả sầm át về tới bà trong nỗi tiết tiết tôn từ nâng ca thái tóm và ca thái tóm nâng xâm đau từ lời ca pra năm bà tiết tôn nâng năm ca chạo vạ sáng nâng thay ra xa món đầy món chứ dương ông ôn cu tại krong vía đã đần lại tới cũng đã lia chỉ mùi nâng món đầy miền sâu hiệp ló ông ôn đã trung đần lại hỡi bà ông ôn thôi ca chi báo từ tam tiết tôn là cả rạp món rồi ông ôn đấy cứ chỉ ca sát trời bà chẳng nó cái video này nhôm lực thực chất ở bông ôn thôi cả để chia chỉnh châm món đòi chỉnh châm món bài bạch chay cái tết bạch chay cái tết những cứ xâm đau từ lừa để thay dương thưa trung đấy miền được bòn hôm quạt trùng vĩnh và nâng ca thưa tệ tôn nâng chiêu vệ sầu vật hiếp và anh máy bàn trồng tới nâng tệ tôn nâng ca bắt đòi trùng đấy ở bàn chụp rón và thưa ở bông ôn chỉnh châm món từ bàn tên là Paul Kapu và chỉ chiên dương chỉnh châm bài pro lén IVC trong này pi cá mình đợi món bông ôn chứ được có trong lòng mê rô pi thằng cáo cho con trung thằng đài bà cho nên con tay chi ca chạy được lấy tại bọn nó hai khi nhung xong mà chia sấy trong cuộc bông ôn đại quật chạy hói thằng đá bà miền bị bích lừa luôn bà trong cái này nằm mũi xong bông ôn là chia sấy bằng đài ní con tay chi bọt pi sau rồi bọt nhúng bà đại nhung thọp lồng cát đừng thưa ca chỉnh châm mòn pi môn máu nhưng tại thưa IVC và chứng nhưng từ tụ bàn parliament và chứng nhom tay để thà chạy đồng lên nơi chúng này đơn để nhom đấng tất đo bông ôn mua dùng nuốn và bông ôn đại cột thà mình toàn đấng chỉ ca lõ và thấy dương chỉ côn khmái bông ôn và dương chỉ chuyên chít khmái dương trâu tại chạy đồng lên kia từ bình mốt và nơi bọt bị so có đôi chia chúng này chúng niên đại dương vừa tới cứ để thà mình passport đo sông cung chiết để thà bộ pol sông cung nó cứ chỉ ca lo bà chính bông ôn của tại thôi ca chơi đầm lệ tử bà sầmรับvideo nick nhôm miền tại phần này tê bà đầm bầy chơi đầm lệ bông ôn hay sầmรับbông ôn đây mình toàn bàn cho subscribe xong bông ôn xong chui cho subscribe đầm bầy thôi ca lực thực chất anh nhôm thôi video mình to tiết phòng đá nâng bằng ca nơi video thay mấy đầm bầy chơi đầm lệ hay bông ôn pi ca chính chăm sẵn như phòng đài bà hay chỉ trong cái đó chun po bông ôn từ tụ bàn chụp cháy không ca dành chầm món có đôi chia từ tụ bàn chụp cháy không ca từ tụ tiến và group một bò từng óc và xong rồi bông ôn từ tụ tiền miền bàn group nía nâng sốc sờ bái sốc sờ vặt hiếp group ti gần lái và trắng ao con trán trong việc đi bà